Cặp cùng tăng phê sẽ tăng ha tăng chẳng hành là bởi có lẽ cái nè từ đầu tay cái chôn ai nâng miên cầm lắng và to nơi cao và lóng nâng mông chia to như tiền chỉ cả dùng chất độc đạn chỉ rưới group nơi cao và lóng lúc nhà cam cặp cũng cứ miên tu là vì việc cách snow thôngจำนวน3បាទទី1គឺពាក់ព័ន្ធជាមួយនឹងការក្រងថវិកាដើម្បីធានាទៅដល់ដំណើរការឬក៏ការចំណាយរាល់ការប្រឡងហើយទី2គឺធានាទៅលើការផ្គត់ផ្គង់ទាំងសម្ភារៈទាំងថវិកាហើយទី3នឹងមានការចូលរួមគ្រប់សកម្មភាពជាមួយនឹងគណៈកម្មការអនុគណៈកម្មការនិងក្រុមការងារនានានៅក្នុងគ្រប់ដំណាក់កាលនៃដំណើរការប្រឡងនៅក្នុងនេះគឺខ្ញុំសូមលើកតែការងារគ្រប់គ្រងទៅលើអាហារហើយនៅភេសជ្ជៈដែលជាការយកចិត្តទុកដាក់ទៅដល់អាណាព្យាបាលទៅដល់បេក្ខជនអនុគណៈកម្មការគ្រប់គ្រងគឺបានរៀបចំទី1គឺទីកន្លែងសម្រាប់អាណាព្យាបាលហើយនៅក្នុងនោះក៏មានរៀបចំជាបន្ទប់អនាម័យចល័តនៅក្នុងការរៀបចំទីកន្លែងរងចាំរបស់អាណាព្យាបាលនេះផងដែរក្រុមការងារក៏បានរៀបចំជាតង់ឬក៏រៀបចំជារោងនៅក្នុងនោះក៏មានការរៀបចំជាកៅអីបាទធ្វើម៉េចឲ្យមានលក្ខណៈសមរម្យបាទហើយក៏មានការរៀបចំជាភេសជ្ជៈបាទភេសជ្ជៈហើយមានទឹកសុទ្ធអាចនឹងមានទឹកសណ្តែកឬក៏ទឹកដោះគោទៅតាមស្ថានភាពជាក់ស្ដែងហើយក៏មានជានំរៀបចំឲ្យពួកគាត់បានទទួលបាទនៅពេលដែលគាត់រងចាំហើយការរៀបចំមួយទៀតនោះនៅតាមច្រកចូលនីមួយៗក៏មានរៀបចំជាទឹកសុទ្ធបាទរៀបចំជាទឹកសណ្តែកឬក៏រៀបចំជាទឹកដោះគោហើយនឹងមាននំមួយចំនួនផងដែរដើម្បីឲ្យបេក្ខជនបើសិនជាមានតម្រូវការគឺគាត់អាចទទួលយកទៅទទួលទានបានហើយនេះជាការគិតគូរទៅដល់បេក្ខជនអាណាព្យាបាលហើយនិងបេក្ខជនដើម្បីឲ្យគាត់បានទទួលទានជាលក្ខណៈសម្រន់មុនពេលចូលប្រឡងការប្រឡងបាទសិស្សមន្ត្រីក្រមការនៅចំនួនទី12នៅថ្ងៃនេះគឺមានបេក្ខជនដែលជាព្រះសង្ឃចំនួន49អង្គហើយនៅក្នុងនោះគឺខាងពុទ្ធគង់ក៏បានរៀបចំចង្ហាន់ប្រគេនទៅដល់ព្រះសង្ឃដែលមិនទាន់បានទទួលចង្ហាន់ត្រង់ការពុទ្ធគង់ពេលរសៀលជាភេសជ្ជៈជូនទៅដល់ព្រះសង្ឃទាំង49អង្គនេះផងដែរពីព្រោះគ្រប់ដំណាក់កាលនៃការប្រឡងតែងតែមានបេក្ខជនជាព្រះសង្ឃលើសពីនេះនៅពេលដែលចប់នៅការប្រឡងទៅតាមមុខជានីមួយពេលសម្រាប់ក៏មានការរៀបចំផ្គត់ផ្គង់ជាភេសជ្ជៈជាទឹកហើយនឹងជានំផ្សេងទៅដល់បេក្ខជនការយកចិត្តទុកដាក់ការគិតគូរទៅលើការផ្គត់ផ្គង់ទាំងភេសជ្ជៈទាំងអាហារទាំងចង្ហាន់ទាំងអស់នេះដើម្បីអាចនឹងមានកម្លាំងបន្តនៅការប្រឡងនៅមុខជាតគ្នាទៀតការគិតគូរនេះមិនមែនជាការគិតគូរលើកទី1ទេគឺជាការគិតគូរជាការយកចិត្តទុកដាក់ជារឿយគ្រប់នៃការប្រឡងនាពេលកន្លងមកបាទការប្រគេនចង្ហាន់នេះនៅក្នុងពុទ្ធសាសនាលោកថាការឲ្យនៅចង្ហាន់បណ្ឌបាតការប្រគេននៅចង្ហាន់បណ្ឌបាតឈ្មោះថាជាការឲ្យនៅកម្លាំងនៅក្នុងទីនេះមានន័យថាជាការអនុគ្រោះដល់ភិក្ខុសង្ឃការប្រគេនដល់ភិក្ខុសង្ឃឲ្យលោកមាននៅកម្លាំងហើយអ្នកដែលបានប្រគេនហ្នឹងក៏ទទួលបាននៅបុណ្យកុសលផងដែរជាពិសេសប្រសង់មកពីឆ្ងាយអញ្ចឹងទៅលោកខ្វះខាតដែរបានក្រសួងគិតគូរអញ្ចឹងកាន់តែពិសេសកាន់តែផ្ដល់ភាពងាយស្រួលដល់ប្រសង់ទៅទៀត ក
ក្រៅពីការផ្គត់ផ្គង់អាហារហើយនិងភេសជ្ជៈខាងផ្គត់ផ្គង់ក៏បានសហការរៀបចំឲ្យមានជារថយន្តសង្គ្រោះបាទរថយន្តសង្គ្រោះនៅគ្រប់ដំណាក់កាលគ្រប់នៃការប្រឡងការរៀបចំឲ្យមានរថយន្តសង្គ្រោះនេះផងដែរគឺដើម្បីត្រៀមសង្គ្រោះបឋមទៅដល់បេក្ខជនណាដែលមានសុខភាពខ្សោយដែលមិនអាចធ្វើការប្រឡងបានករណីពិសេសខ្លះត្រូវបានប្រឡងនៅក្នុងរថយន្តសង្គ្រោះផងដែរនេះជាការគិតគូរជាការយកចិត្តទុកដាក់នៅក្នុងដំណើរការប្រឡង